រឿងអ្នកកងវាលអត់ក្បាលសាច់រឿងនេះស្ថិតនៅក្នុងខេត្តសៀមរាបអញ្ចឹង admin សូមគោរពជម្រាបសួរបងប្អូនអ្នកខេត្តសៀមរាបផងជាពិសេសបងប្អូនអ្នករស់នៅក្នុងស្រុកសូត្រនិគមសាច់រឿងទៅដល់នឹង2ដងហើយសម្រាប់វីដេអូនេះផុសចូលទៅក្នុង channel ថ្មីសង្ឃឹមថាបងប្អូនជួយគាំទ្រផងជាពិសេស fan នៅក្នុង channel ចាស់បងប្អូនជួយចុច subscribe ផងនឹងបានទទួលសាច់រឿងថ្មីដំណើរពីប្រវត្តិប្អូន Clinton បន្តិចសិនម្សិលមិញប្អូន Clinton ក៏បាននិយាយរឿងមួយដែរគឺក្រឡាភ្លើងនៅក្នុងស្រុកសូត្រនិគមនឹងប្រាប់ admin ក៏បន្តសម្រាយជូនបងប្អូនស្ដាប់ហើយល្ងាចនេះប្អូនខនមកទៀតប្រាប់សាច់រឿងថ្មីមួយទៀតគឺអ្នកកងវាលអត់ក្បាលបើនិយាយទៅក្នុងឆ្នាំប្រហែលឆ្នាំមុននេះបងប្រុសរបស់គាត់ឈ្មោះថាវឌ្ឍនៈបងវឌ្ឍនៈហ្នឹងគាត់ទៅធ្វើការនៅប្រទេសថៃដល់ទៅពេលគាត់ធ្វើការនៅប្រទេសថៃយូរអញ្ចឹងទៅគាត់ក៏បានមកលេងស្រុកកំណើតបើនិយាយទៅថានៅស្រុកសូត្រនិគមអញ្ចឹងហើយស្របពេលដែលមកលេងស្រុកកំណើតអញ្ចឹងនោះគាត់ដូចថាចេញមកពីថៃអញ្ចឹងធម្មតាទេបងប្អូនមានលុយច្រើនរួចហើយក៏ចេះតែបន្តដើរលេងទៅតាមចិត្តចង់អញ្ចឹងណាសម័យហ្នឹងគាត់ថាសម័យដែលគេហៅថាដើររំធំបាសនោះសម័យហ្នឹងគេហៅនៅដើររំធំបាសតាមភូមិអញ្ចឹងណាហើយបងប្រុសរបស់គាត់ហ្នឹងជិះ Viva 09ហ្នឹងជិះចេញពីស្រុកកំណើតស្រុកសូត្រនិគមឆ្ពោះមកទីរួមខេត្តសៀមរាបមកដើរលេងមកចូលក្លឹបហើយស្របពេលដែលចូលអញ្ចឹងទៅមិត្តភ័ក្តិម្នាក់នៅក្រោយហ្នឹងដើរលេងក្នុងខេត្តសៀមរាបហ្នឹងអស់ចិត្តអស់ចង់មកនិយាយទៅថាចង់ភ្លឺទៅហើយម៉ោងវាចូលដល់ដល់ជិត3ទៅហើយទើបត្រឡប់ចេញពីទីរួមខេត្តសៀមរាបទៅផ្ទះវិញហើយខណៈពេលទៅផ្ទះនេះជិះតាមផ្លូវ highway admin អត់ស្គាល់ទេតែប្អូន Clinton ប្រាប់ admin ក៏សម្រាយតាមហ្នឹងទៅបងប្អូនសូមអធិស្ឋានក្រែងលោថាខុសឆ្គងហើយបងប្អូនកុំប្រកាន់ស្របពេលដែលគាត់ធ្វើដំណើរទៅវិញសាច់រឿងរន្ធត់ក៏បានជួបនៅកន្លែងផ្លូវ highway កន្លែងថាមានជើងក្របធម្មតាផ្លូវនឹងវាធំអញ្ចឹងឡានអីហ្នឹងបើកគ្មានបណ្ដៃទេនេះបើតាមគាត់និយាយរួចហើយក៏មានគ្រោះថ្នាក់ចរាចរណ៍ជាហូរហែនៅម្ដុំហ្នឹងខណៈពេលយប់នោះឯងបងវឌ្ឍនៈហ្នឹងលុបមិត្តភក្តិពីក្រោយម្នាក់ស្របពេលនេះជិះទៅដល់កន្លែងផ្លូវហ្នឹងក៏ឃើញពូគាត់ខ្វៀលគោពូម្នាក់ហ្នឹងប្រចាំងភ្លើងម៉ូតូពីចម្ងាយអញ្ចឹងឃើញគោនៅអដែងប្រក់លើផ្លូវអញ្ចឹងហើយដល់អញ្ចឹងគាត់ថាគេខ្វៀលគោអីម៉ោង3ជិតភ្លឺនេះអ្នកណាគេឡើងតស៊ូខ្វៀលគោយប់ស្មាននៅនោះហើយគាត់ក៏បន្តម៉ូតូរបស់គាត់រៀងបងអង្គទៅខ្លាចបុកគោអញ្ចឹងណាដល់ទៅពេលម៉ូតូទៅដល់ទីឃើញគោនឹងអត់មានក្បាលទេនេះជម្រាបជូនបងប្អូនថាគោអត់ក្បាលដល់តែងាកមើលម្ចាស់អត់ក្បាលទេមួយពេលហ្នឹងចង្ងាងពេញផ្លូវហ្នឹងគាត់ក៏ព្រះអង្គម៉ូតូព្រះអង្គឡើងឈប់ដល់ព្រះអង្គឡើងឈប់អញ្ចឹងទៅអាដែងគាត់ងាកអាក្បាលម៉ូតូហ្នឹងទៅឆ្វេងទៅស្ដាំផ្អៀងចុះផ្អៀងឡើងដើម្បីមើលគោមើលមនុស្សហ្នឹងមនុស្សអត់ក្បាលគោក៏អត់ក្បាលនៅឈររេរលើផ្លូវហ្នឹងស្របពេលហ្នឹងគាត់ក៏ជិះម៉ូតូអែបគៀនខាងហ្នឹងគាត់បញ្ជាក់ថាតែ15នាទីទេបងប្អូនហើយចេញពីកន្លែងហ្នឹង15នាទីគឺដល់ផ្ទះរួចដល់ពេលទៅដល់ផ្ទះហ្នឹងបងប្រុសវឌ្ឍនៈហ្នឹងអត់ហ៊ានដេកម្នាក់ឯងទេរត់ចូលដេកជាមួយនឹងប្អូនClinton ដែលជាប្អូនប្រុសរបស់គាត់ហ្នឹងគាត់បន្ទប់ផ្សេងគ្នាហ្នឹងគាត់អត់ហ៊ានដេកបន្ទប់គាត់ទេរត់ទៅដេកនៅបន្ទប់ប្អូន Clinton ហើយប្រាប់ប្អូន Clinton ថាខ្មោចលោកនិយាយតាមដំណើរហ្នឹងទៅដល់ទៅពេលព្រឹកឡើងខណៈពេលព្រឹកឡើងនិយាយរឿងហ្នឹងប្រាប់ទៅម្ដាយឪពុកគាត់អញ្ចឹងណាប្រាប់ថាឃើញខ្មោចឃើញអីកំបុតក្បាលអត់មានក្បាលទាំងគោទាំងមនុស្សអត់ក្បាលគាត់ថា
ខ្មោចនឹងចង្រៃបើឃើញហើយត្រូវអាដែងបេះស្លឹកឈើឬក៏កាច់មែកឈើកាន់មកជាមួយមកដល់តែពេលយើងដល់មុខផ្ទះយើងប្រចាំយើងឧបកិច្ចថាបានហើយទៅវិញចុះខ្ញុំអរគុណគាត់ប្រាប់ថាចាំថ្ងៃក្រោយបើឃើញអញ្ចឹងត្រូវតែឈប់កន្លែងណាឬក៏ព្រះអង្គកន្លែងណាមិនចាំបាច់តលថាគៀកកន្លែងកើតហេតុហ្នឹងទេយើងជិះមកឆ្ងាយក៏បានដែរដល់កន្លែងណាដែលយើងលែងខ្លាចឬក៏ក្បែរផ្ទះយើងក៏បានដែរប៉ុន្តែកុំកាច់មែកឈើក្នុងផ្ទះកាច់មែកឈើតាមផ្លូវអញ្ចឹងណាហើយកាន់មកពេលដែលមកដល់មុខផ្ទះរៀបនឹងបត់ចូលម៉ូតូហ្នឹងបង្អង់ម៉ូតូហើយបច្ចេតាមស្លឹកឈើទៅវិញទៅអាហ្នឹងមិនថាខ្លួនយើងបានសុខមានសេរីសុខស្ដីហើយបើសិនជាមិនធ្វើអញ្ចឹងទេចង្រៃណាគេហៅថាប្រមាថទៅយៅនោះបងប្អូនដល់ទៅពេលអញ្ចឹងហើយបងអូនវឌ្ឍនៈហ្នឹងក៏ភ័យក៏សំទោសបងប្រហែលជាបងអេដមីនហៅបងចុះថាបងវឌ្ឍនៈហ្នឹងភ័យឡើងញាក់អស់ហើយស្របពេលដែលឪពុកនិយាយប្រាប់អញ្ចឹងហើយមិត្តភ័ក្តិរបស់គាត់ម្នាក់ទៀតហ្នឹងក៏មកដែរខណៈពេលព្រឹកឡើងហ្នឹងនិយាយដូចគ្នាអញ្ចឹងថាឃើញទាំងពីរនេះមិនមែនឃើញតែម្នាក់ទេឃើញទាំងពីរនេះអញ្ចឹងហើយអ្នកទាំងពីរនេះអាចនឹងចង្រៃបើមិនធ្វើពិធីឲ្យទេទៅរកស៊ីកន្លែងណាក៏មិនសូវសុខរកទទួលទានក៏មិនសូវមានបានចាប់អ្វីចេះតែខុសចាប់អ្វីចេះតែសយអានេះបើតាមក្បួនតម្រាចាស់ពីដើមគាត់តែងតែនិយាយបើឃើញអញ្ចឹងđấyគឺអត់បានទេរួចហើយឪពុករបស់គាត់ហ្នឹងក៏ដុបគាត់ទាំងពីរហ្នឹងយកទៅស្រោចទឹកលើករាសីកាត់គ្រោះដើម្បីឲ្យអ្នកទាំងពីរហ្នឹងផុតគ្រោះចង្រៃដល់ទៅពេលហើយអញ្ចឹងនិយាយពីអ្នកទាំងពីរមុននឹងជួបសាច់រឿងនឹងម្នាក់យប់ឡើងតែងតែហៅគ្នាដើរលេងដើររាំធំបាសដើរអដែងបុណ្យទាននេះណាក៏ឃើញមុខហើយគាត់ទើបទៅមកពីថៃអញ្ចឹងគាត់ចង់សប្បាយហើយអេដមីននិយាយបន្តិចទៅចុះអ្នកមកពីថៃនេះខោអាវគេលយណាគេទិញខោអាវនៅថៃស្លៀកពាក់អញ្ចឹងណាបងប្អូនដូច្នេះគេមកសង្ហាដូចជើងគេសតបាត់តាអីចឹងទៅដើររាំបាសកន្លែងនេះកន្លែងនោះហើយបើនិយាយទៅថាអ្នកមកពីថៃហ្នឹងមិនសូវខ្លាចទេមិនសូវខ្លាចត្រង់ថានៅថៃអ្នកខូចច្រើនអញ្ចឹងណាបាទនៅប្រទេសថៃហ្នឹងមានជនជាតិថៃឬមួយក៏ខ្មែរយើងនៅថៃហ្នឹងគាត់ខូចច្រើនអញ្ចឹងគាត់ឆ្លងកាត់ហើយអស់ស្របពេលដែលមកខ្មែរវិញអញ្ចឹងក៏គាត់មិនសូវខ្លាចគេដែរអញ្ចឹងហើយបានជាប្អូនប្រុសគ្លីនតុនហ្នឹងថាគាត់ដើររំធំបាសតាមភូមិតាមអីអញ្ចឹងយកប្រលប់ម៉ោង1ម៉ោង2ទើបចូលផ្ទះដល់ទៅពេលជួបសាច់រឿងហ្នឹងបញ្ជាក់ជូនបងប្អូនថាមិនចាំបាច់ឪពុកម្ដាយស្ដីប្រដៅទេនិយាយទៅថារៀបដូចកទេលអញ្ចឹងយប់ឡើងដេកលែងទៅណាមកណានិយាយទៅថាសគុំត្រឹមត្រូវវិញអញ្ចឹងណាអញ្ចឹងហើយការដែលជួបរឿងខ្មោចដងក៏ខ្មោចខ្លះធ្វើឲ្យមនុស្សត្រឹមត្រូវវិញរួចខ្មោចខ្លះក៏អាចធ្វើឲ្យមនុស្សវិកលចរិតខូចខ្លួននេះសពបែបយ៉ាងអញ្ចឹងដែរអញ្ចឹងអេដមីននិយាយថាស្ទាវនៅថៃឬមួយក៏បងប្រុសវឌ្ឍនៈគាត់នៅថៃមិនមែនសំដៅថាគាត់ខូចទេគ្រាន់តែថាអ្នកនៅថៃភាគច្រើនខោអាវគេល្អគេស្លៀកពាក់ស្អាតអញ្ចឹងណាអានេះអេដមីនចំណាំមើលអ្នកនៅភូមិស្រុកអេដមីនគាត់ទៅថៃគាត់មកវិញឃើញគាត់ស្លៀកពាក់ខោអាវស្អាតមែនហើយម្យ៉ាងទៀតអេដមីនធ្លាប់ឮគេនិយាយថានៅថៃនេះភាគច្រើនដែលក្មេងៗហ្នឹងគាត់ទិញដាវទិញអីទុកអញ្ចឹងប៉ុន្តែគ្រាន់តែថាឮសូរអ្នកដែលមកពីថៃនិយាយប្រាប់ទេត្រង់ថាអេដមីនធ្លាប់ទៅថៃទៅអីអត់ទេអត់ដែរទៅទេបងប្អូនអញ្ចឹងអាចចំណុចកន្លែងនេះនិយាយតាមគេដែរទេពិតមិនពិតអេដមីនអត់ដឹងទេត្រង់ថានៅថៃស្ទាវទិញដាវទិញអីទុកអញ្ចឹងណាអញ្ចឹងសាច់រឿងនេះក៏សូមបញ្ចប់ត្រឹមនេះចុះបងប្អូនរាល់ការអធិប្បាយតាក់ទងទៅនឹងសាច់រឿងរន្ធត់បើសិនជាមានខុសឆ្គងត្រង់ប្រការណាមួយសូមពុកម៉ែបងប្អូនខន្តីអភ័យទោសដល់ខ្ញុំបាទផងហើយក៏សូមលើកម្រាមដប់ជូនពរបងប្អូនទាំងអស់គ្នាមានសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារសូមអរគុណសូមជម្រាបលា
Rướng khmoi tập hán nào tùng Sạch rương ní admin từ tuôn bàn vì tập bớ Đòi tì lùm nơi được bọc quát nơi nồng khúng bằng trành khẳng cơ bốn Chấm nay ai tập hán Đại chỉ khmoi thằng nào tùng nâng quát có rùa nơi nồng khúng bằng trành khẳng cơ bốn được nè Khả nặng phê đại quát nơi rùa bòn ổ nơi tập bớ để dây tha quát nâng trôi chất rực thằng nào tung Hỏi mình để nà rực toàn quát tì Hỏi cả sầm mày đó quạt bình chẹt tha ca rồi nào tùng nó ọt nghiên dục và thua nung thua ấy na tí dục từ chợ bạch tất ở cô phấp cái nạ về để đo là rồi đời prang nắng cô bị ọt từ miền smile tí cả sự thiệt rằng nguồn trắng miền tây chụp băng cô cái trang nghi ai chẳng tới bật sân dương bàn nào tùng nó chợ bạch ở việt phật tới vía có chạp thông thoạt đài chẳng hơi từ nhẹ phun tay để đá rồi nào tung Hỏi để nà làng muốn tới bàn muốn tới để nà làng khói và con chị on Vì liệt ngày mùi quạt bình chẹ tha tập hai này quạt từ rừng mùn kì Hỏi tam tùm gọp quạt mà cao nà quạt rừng mùn kì hết con mình đây rừng ọt thế quạt tục mặt lại vì lái nơi krong đàm nằng Vẫn ta bao để dây tới Tha quạt nó chia mình đục khâu dần mạch bòn của ôn admin mình xong để dây tế và rừng nâng Tròn tha quạt bọt trường hới quạt dục lại thằng nào nó đặt vì lơ Hỏi nhận được tam kroi rồi quạt nó mặt đằng tì Vẫn tại tập bơ tha quạt nó là dục khẩy Đổi cho bạp krong ngồi tha chấn Nhận lên phòng lên ách ra ta dục khẩy Thì quạt nó chân mết và chôn bỏ quạt bà ta học chiến cái quạt có slap tơ Khả nạ phê quạt slap tơ nó ngạ Được tha quạt mình luôn mình lại kì tí Tái quạt tay để nơi rơi nào tùng Hỏi rồi thằng nào tung mình đang phải chỉ cam pi rồi bỏ quạt ấy thế bóng ổn admin ở đằng tê Quạt từ cùi chừng ngọc rào đằng thằng nào thầy nhẹ rồi thằng nào tung Làng từ về lìa mong buôn mong bay chiên đấy Để nà từ môn cái tay thì chụp tập 2 hơi Tập 2 nâng cùi rào đằng thằng nào nâng Srop bê thằng ngày mùi miền pu mà nẹ nâng ạ Mùa thà bù sốc nó có làng rồi thằng nào tốn bà để dây tới vì tập hai tới quạt là ngay môn kê quạt làng tới được bàn chả nắp ruột cô rồi bỏ quạt chả tại quạt mình khâu từ tập hai thì quạt rồi mà đá quạt mình tục mùi pì ấy thế tôi ta tha quạt rồi cục tròn bỏ quạt hái bán quạt bảo tia nhận từ tam rồi bỏ quạt nó mình rồi mình bàn thế mà sao chỉ từ đàm xế ai được bàn khả nặng dục mùi bà rồi đi dây tới tha về lìa chịch lư rồi hái mong nó bị chịch buồn rồi hái rồi về nó phụ sóc quát có từ rừng đàm mùi đàm về thông plai về nó bị tràn đá ở về chuồng nó không mà dục pi bay buồn pram plai này vào đàm đó thì quát có từ rừng đàm nắng khả nặng về nó có khơi tập hai bằng cối vào đàm thằng nào nè cối ngọc mà để ai chẳng tới với phụ sóc nó quát mình bên chỉ mình được lại màu tí quạt tha tại mong quỳ tên năng thừa ấy tập hai nó to từ quỳnh tha ơi anh rồi muốn ai là anh nhà thằng nào tùng nó ở cầu này bị bầy phong phụ sóc có to từ quỳnh tha tế ta nhầm cằn thế ta anh vô tới luôn anh tới khả nạ về đến tập hai nó có riêng khăn đái thập nhờ và năng mình ban bỏ ổ nó ngợp ở đây bình cùi làng chó thì lẹ cả ba bị co loan thuộc đúc đó tập bên lẹ cả ba bị co loan sâu và đụng trắng phụ sóc quạt mình khái có tới tới khái tại bong ồn bờ cho từ ắt khơi cả ba khơi được luôn chẳng nó tại khái quạt nó mình bên khái rốt tê quạt có vô prom lâu tại ai nhà con tại ai của ban hay nhà cả ba nó xem ắt vô tới tại ai rồi cả ba tại ai đặt chọt luôn bên tới tiêm dục tại khái thằng nào cho tập nhà con ai thì nhà con của ai đi hồi tập hai nó than nó anh nhà tập ram khái nó đi anh từ mưa khái nó bong ồn nó sao ta thông thằng đó sao là tôi những quạt có rồi đặt ở đây tùy bà quạt tới ram khái nó có đòi đặt gì cùng ao chờ lòng kia chẳng ạ bà sân thì chờ lòng kia ai lá và con chỉ khơi quạt điện hào ní tam sầm đây ở đây không ao tập hai quạt dây trắng hơi cuộc sống quạt này dây trap kia chẳng đó từ pe quạt dục thằng nào tùng một hơi dùng mà tục tè cồn bỏ quạt trắng cồn bỏ quạt nó có chừng ngò đấy thà thằng nào tùng nó màu bị ná bực lặng khơi đó từ pe chân tới cuộc sống của trap tha thế dục mình anh từ thằng nào tùng đi tam sầm đây quạt thấy bom quạt gì anh chẳng admin gì anh tam người ta pư đài chẳng á anh từ thằng nào tùng nơi đang thông mùi các bạn tu đó ngọ
ហើយបញ្ជាក់ជូនបងប្អូនថាទួលហ្នឹងគឺជាទួលរបស់តាផែនហ្នឹងហើយទួលហ្នឹងក៏បញ្ចុះសពតាផែនហ្នឹងកន្លែងហ្នឹងដែរហើយដើមថ្នោតនៅហ្នឹងធំខ្ពស់ហើយបើនិយាយទៅគេមិនទៅហ៊ានឡើងកាប់ផ្លែទេទៅវាមានតែផ្លែទុំជ្រុះច្រើនគាត់បញ្ជាក់ថាឪពុករបស់ឯងញ៉ាថ្នោតទុំហ្នឹង5ផ្លែមកឲ្យឯងឲ្យច្បាច់ទឹកឲ្យគោផឹកខណៈពេលដែលអស់ពីគាត់ទៅមើលទៅគោរបស់គាត់ហ្នឹងដូចជារៀងស្គមដល់ហើយខណៈពេលហ្នឹងកូនតាផែននឹងអត់ជឿឯណាគាត់ថាវាមិនដែរខ្ញុំអត់ជឿទេដល់ទៅពេលអញ្ចឹងពូសុកគាត់ប្រាប់ថាទេបើឯងមិនជឿអញក៏មិនដឹងថាម៉េចដែរអញឯណាទៅចិត្តល្អយកអាដែងថ្នោតទុំនឹងធ្ងន់ចង់ងាប់យកមកឲ្យឯងនោះគោអញមកកណោដល់ទៅពេលគាត់និយាយអញ្ចឹងគាត់ក៏ដើរទៅផ្ទះគាត់ទៅហើយស្របពេលហ្នឹងកូនតាផែនហ្នឹងក៏ជឿដែរថាប្រហែលជារឿងនេះពិតហើយបានជាពូសុកយកថ្នោតទុំយកមកឲ្យអញ្ចឹងគោគាត់ច្រើនមែនគាត់រើសឲ្យគោគាត់មិនគ្រប់ផងរឿងអីដែលឲ្យយើងដល់វេលាយប់ស្អែកហ្នឹងកូនប្រុសរបស់គាត់ហ្នឹងចង់ដឹងថាតើឪពុករបស់គាត់ហ្នឹងឡើងរើសថ្នោតទុំមែនក៏អីគាត់ក៏ទៅមុនពូសុកនឹងទៅទៀតបើនិយាយទៅម៉ោង3កន្លះទៅធ្វើម៉េចឲ្យបានមុនពូសុករួចទៅដល់ហ្នឹងទៅឃើញឪពុកនឹងអង្គុយក្រោមដើមថ្នោតហ្នឹងមែនប៉ុន្តែកូនប្រុសរបស់គាត់ហ្នឹងមិនមែនដូចពូសុកអត់ខ្លាចទេឃើញឪពុកអង្គុយក្រោមដើមថ្នោតអញ្ចឹងជាងប់អញ្ចឹងគាត់ក៏សួរថាអ្នកណាខណៈពេលហ្នឹងតាផែនគាត់ឆ្លើយតែមកថាអញរួចគាត់ស្ដាប់សំឡេងទៅជាឪពុករបស់គាត់អត់មាននៅតស៊ូជាមួយទេបងប្អូនហើយរត់មកផ្ទះវិញរួចរត់មកផ្ទះវិញហ្នឹងប្រាប់ទៅប្រពន្ធថាខ្ញុំទៅរើសថ្នោតទុំនិយាយទៅដូចតែពូសុកគាត់និយាយមែនឪពុករបស់យើងហ្នឹងអង្គុយក្រោមដើមថ្នោតហ្នឹងមែនហើយខ្ញុំក៏សួរគាត់ថាអ្នកណាគាត់ឆ្លើយថាអញដល់ទៅពេលអញតែមួយម៉ាត់អញ្ចឹងខ្ញុំស្ដាប់មាត់បានមាត់ពុករបស់យើងមែនដល់ទៅពេលកូនគាត់មកផ្ទះអញ្ចឹងទៅដល់ម៉ោងដែលពូសុកឡើងទៅរើសទៀតហើយដល់ទៅពេលឡើងទៅរើសទៀតទៅជួបអ៊ំផែនហ្នឹងដដែលថាផ្ញើថ្នោតឲ្យកូនគាត់ហ្នឹង5ផ្លែផងគាត់ថាមិញហ្នឹងកូនខ្ញុំមកដែរប៉ុន្តែវាអត់យកទេវាគ្រាន់តែកលេចឃើញខ្ញុំវារត់ទៅផ្ទះវិញទៅអូយពូសុកហ្នឹងថាហ្នឹងហើយតែឯងជាខ្មោចទេតែឯងនឹងអង្គុយអញ្ចឹងតែណាមិនខ្លាចសូម្បីតែខ្ញុំក៏ព្រឺម្ដងដែរព្រោះតាផែនហ្នឹងក៏បានផ្ញើអាដែងថ្នោត5ផ្លែហ្នឹងឲ្យពូហ្នឹងយកមកឲ្យកូនគាត់ទៀតហើយពូហ្នឹងក៏យកមកឲ្យដូចបំណងអញ្ចឹងដល់ទៅយកមកដល់ផ្ទះអញ្ចឹងកូនរបស់គាត់ទៅក៏សួរទៀតហើយថាអាម៉េចឪពុកខ្ញុំផ្ញើមកទៀតហើយអីរួចពូសុកថាហ្នឹងហើយឯងមិញទៅរើសដែរមិនក៏ឯងមិនជួបគាត់តិចទៅដល់ទៅពេលកូនតាផែនហ្នឹងប្រាប់ថាទេមិនហ៊ានជួបពូហើយបើលេងអង្គុយងប់អញ្ចឹងថ្វីត្បិតតែឪពុកបង្កើតមែនប៉ុន្តែតែស្លាប់ទៅហើយខ្ញុំខ្លាចណាស់ហើយជុំពូឯងអត់ខ្លាចទេអីគាត់បញ្ជាក់ថាអូនហើយមកជីវិតពូនេះពូដើរកាត់ព្រៃកាត់ភ្នំសពបែបយ៉ាងហើយរឿងខ្មោចរឿងព្រាយពូមិនដែលខ្លាចទេតែពូក៏មិនដែលទៅប៉ះពាគេដែរគេធ្វើអីធ្វើទៅគេនៅកន្លែងណានៅទៅពូធ្វើការងាររបស់ពូត្រឹមតែការងាររបស់ពូនឹងហើយពូមិនអោយលើសហ្នឹងទេរួចដល់ទៅពេលយប់ស្អែកទៀតពូសុកក៏ទៅរើសទៅឃើញតាផែននឹងអង្គុយកន្លែងហ្នឹងទៀតគាត់ក៏ប្រាប់ដែរថាតាឯងបើចង់ឲ្យកូនតាឯងមករើសមិនបាច់ចាំផ្ញើខ្ញុំទេហើយតាឯងទៅចាប់កំណើតចាប់ជាតិអីទៅគុំនៅអង្គុយកន្លែងហ្នឹងអញ្ចឹងកូនឯណាដែលហ៊ានមករើសនេះសំណាងឲ្យខ្ញុំអត់ចេះខ្លាចបើសិនជាខ្ញុំចេះខ្លាចខ្ញុំក៏មិនមករើសកន្លែងនេះដែរថ្នោតទុំនៅម្ដុំហ្នឹងប្រកាសណាស់តើតែព្រឹកឡើងបានគេរើសព្រោះគេខ្លាចតាឯងអង្គុយអញ្ចឹងខណៈពេលនឹងតាផែនក៏អត់មាត់ដែរបងប្អូនហើយងើបឡើងអង្គុយបន្តអាដែងស្ទាយជ្រុះក្បាលក្តុកមកដីហ្នឹងកាន់ក្បាលដើរចូលក្នុងភ្នោវិញទៅហើយពូសុកគាត់បញ្ជាក់ថាបើសិនជាខុសពីគាត់មិនដឹងថាលុះរលឹងប៉ុណ្ណាទេហើយចាប់ពីពេលហ្នឹងទៅមិនថាតែពូសុកមិនថាតែអ្នកផ្សេងទេទៅរើសនឹងអត់ដែលឃើញតាផែនទេបាត់សូនជឹងរហូតទាល់តែសពថ្ងៃនេះអញ្ចឹងសាច់រឿងនេះមានតែប៉ុណ្្នឹងទេបងប្អូនហើយរឿងរបស់តាពៅហើយតាពៅនិយាយហ្នឹងរៀងកំ pl ែងជាង admin ទៅទៀត admin ស្ដាប់គាត់ហ្នឹងសើចចុកពោះអ
ចឹងសាច់រឿងនេះក៏សូមបញ្ចប់ត្រឹមនេះចុះបងប្អូនរាល់ការអត្ថាធិប្បាយតាក់ទងទៅនឹងសាច់រឿងរន្ធត់បើសិនជាមានការខុសឆ្គងត្រង់ចំណុចណាសូមមេត្តាខន្តីអភ័យទោសដល់ admin ផងសូមលើកម្រាមដប់ជូនពរបងប្អូនទាំងអស់គ្នាដែលចូលចិត្តនិយមតាមដានរឿងពិតនៅក្នុងស្រុកខ្មែរសូមឲ្យបងប្អូនជួបប្រទះប្រកបប្រកបតែពុទ្ធពរទាំងឡាយ4ប្រការអាយុវណ្ណៈសុខៈពលៈ8គ្លៀងគ្លេតឡើយសូមអនុមោទនាជាចុងក្រោយសូមអរគុណសូមជម្រាបលា